រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ45យកមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចទៅលំហាត់ទី21គេឲ្យត្រីកោណមួយដែលមានជ្រុង3ស្មើគ្នាហើយមុំនេះមុំ x មុំនេះមិនដឹងមុំនេះស្មើ5គេឲ្យយើងរកមុំ x ដើម្បីរកមុំ x ឃើញតលតែយើងរកមុំនេះឃើញសិនចឹងមុំនឹងយើងអាចរកឃើញទេឃើញព្រោះវាជាត្រីកោណសមាំងមានជ្រុង3ស្មើគ្នាបើវាជាត្រីកោណសមាំងនាំឲ្យមុំនឹងស្មើ60ដឺក្រេចឹងមើលការបកស្រាយអស់គ្នាត្រីកោណ ABC មានជ្រុងទាំង3ស្មើគ្នាសមត្ថកម្មគេឲ្យបើវាមានជ្រុង3ស្មើគ្នាចឹងនាំឲ្យវាជាត្រីកោណសមាំងបើជាត្រីកោណសមាំងនាំឲ្យយើងបានមុំ A មុំ B មុំស្មើមុំ C ស្មើ60ដឺក្រេកាលណាត្រីកោណសមាំងមុំ3ស្មើគ្នាអញ្ចឹងយើងឃើញថាមុំ45បូកមុំ60បូកមុំ x ស្មើ180មុំ45បូកមុំ60បូកមុំ x ស្មើ180ជាផលបូកមុំបន្ថែមឬក៏ជាមុំបន្ថែមអញ្ចឹងនាំឲ្យយើងរកមុំ x នៅអង្គទី1ស្រាប់ស្មើនឹង180នៅអង្គទី2ស្រាប់ដកឲ្យផលបូកមុំទាំងពីរនេះដកឲ្យមុំ40បូកមុំ60មុំ45បូកមុំ60មុំ45គឺស្មើ45មុំ60គឺស្មើ6 45បូក6 105 180ដក105ស្មើ75ដូច្នេះមុំ x ស្មើ75ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា